ឬហើយយើងលងយើងស្រាប់តែយើងហៅវិញអត់ឆ្លើយហ្នឹងហើយលក្ខណៈថាចង់កាំងបេះដូងបងប្អូនបាទសម្បីតែខ្ញុំស្ដាប់អេពីសូតគាត់ក៏ចង់កាំងបេះដូងដែរហ្នឹងហើយសួស្តីក៏ដូចជាជម្រាបសួរពុកម៉ែបងប្អូនមកកាន់អេពីសូតទី13បាទហ្នឹងហើយយើងបែកគ្នាយូរហើយនឹង channel របស់ខ្ញុំហ្នឹងហើយ page របស់ខ្ញុំក៏ចេញដែរបាទនៅកម្មវិធីpodcast បាទ podcast រៀបត្រេនទុតចេញទាំងអស់ហ្នឹងហើយចេញទាំងពីរវីដេអូហ្នឹងហើយដោយសារខ្ញុំមួយរយៈនេះវារវល់ច្រើនពេកហ្នឹងហើយរវល់ច្រើនពេកអត់បានចេញវីដេអូហ្នឹងហើយថ្ងៃនេះក៏យកសាច់រឿងបេក្ខជនខ្ញុំម្នាក់ហ្នឹងហើយបេក្ខជនខ្ញុំគាត់លក្ខណៈថាគាត់ឲ្យសម្រាយឲ្យខ្ញុំសម្រាយអញ្ចឹងហ្នឹងហើយលក្ខណៈថ្ងៃមួយលក្ខណៈគាត់ពេលភ្លៀងសេចស្រិចគាត់ដើរឆ្លងកែបហ្នឹងហើយដើរឆ្លងកែបគាត់លក្ខណៈថាចេះតែដើរទៅហ្នឹងហើយពេលគេស្លាប់ហ្នឹងហើយស្លាប់ប្រហែលជាខ្ទង់3ថ្ងៃហ្នឹងហើយអ្នកចិត្តខាងគាត់ហ្នឹងហើយស្រាប់តែលក្ខណៈថាឃើញហៅគាត់ហ្មងហៅអានេះហើយដើរឆ្លងកែបតែឯងលេងលក្ខណៈថាហើយក៏ឃើញមនុស្សហើយលក្ខណៈថាឃើញខ្មៅស្ទង់ហើយហៅហើយគាត់សួរថាពីណាគេហៅគាត់ហើយគាត់លក្ខណៈថាគាត់ស្លាំងកាំងមកដោយសារហៅទៅក៏បាត់មនុស្សបាទហ្នឹងហើយពេលហ្នឹងក៏លក្ខណៈថាវ៉ាវបេះដូង Oh my god បេះដូងលក្ខណៈថាចង់លោតពីខ្លួនហ្មងហ្នឹងហើយបងប្អូនគិតមើលហ្នឹងហើយឬហៅយើងលងយើងស្រាប់តែយើងហៅវិញអត់ឆ្លើយហ្នឹងហើយលក្ខណៈថាចង់កាំងបេះដូងបងប្អូនបាទសម្បីតែខ្ញុំស្ដាប់អេពីសូតគាត់ក៏ចង់កាំងបេះដូងដែរហ្នឹងហើយបងប្អូនចង់ចូលរួមអេពីសូតបងប្អូនចូលបានហ្នឹងហើយតម្លៃវាតែ3រៀលទេបងប្អូនបាទបងប្អូនអាចសម្រាយសាច់រឿងមួយសេរីបងប្អូនបាទហ្នឹងហើយដោយសារបងប្អូនចាំតែសាច់រឿងពីបងប្អូនទេហ្នឹងហើយបងប្អូនអាចជួយឧបត្ថម្ភហ្នឹងហើយឧបត្ថម្ភចូលឧបត្ថម្ភបងប្អូននិយាយអេពីសូតបងប្អូនមកទៅហ្នឹងហើយកុំឲ្យពិបាកហ្នឹងហើយមកខាតលុយអញ្ចឹងបងប្អូនហ្នឹងហើយអេពីសូតនេះក៏មានតែប៉ុណ្្នឹងបងប្អូនបាទហើយបងប្អូនកុំភ្លេចចូលទស្សនា page ផងបាទ